បាទលោកអ្នកនាងជាទីមេត្រីរហូតមកដល់ម៉ោងនេះយើងឃើញថាជាបរិបទដែលជាបាតកោនៅតែបន្តការជួបជុំគ្នានៅមុខមន្ទីររដ្ឋសភាហើយអ្វីដែលជាការជួបជុំរបស់ពួកគាត់នោះគឺទាមទារឲ្យលោកកម្មសខាអនុប្រធានទី1នៃរដ្ឋសភាហើយក៏ដូចជាអនុប្រធានគណៈបក្សសង្គ្រោះជាតិផងដែរចុះចេញពីតំណែងហើយយើងឃើញថាមនុស្សមកកាន់តែច្រើនឡើងហើយអ្វីដែលជាការកត់សម្គាល់អ្វីដែលជាការតាមដានមើលយើងឃើញថាពួកគាត់អស់ទាំងនេះគឺភាគច្រើនត្រូវបានគេដឹងថាគឺជាអាជ្ញាធរដែនដីដូចជាអាជ្ញាធរគុំសង្កាត់ហើយនឹងមានមន្ត្រីប៉ូលីសហើយនឹងទាហានស្លៀកពាក់ជាស៊ីវិលមួយចំនួនផងដែរអញ្ចឹងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងឃើញថាបើតាមមតិរបស់លោកនីចរិយាមន្ត្រីអ្នកវិភាគឯករាជ្យរបស់អង្គការសមាគមអាត60នោះឃើញថាទោះបីជាយ៉ាងណាក៏ដោយក៏បង្ហាញឲ្យឃើញថាលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាហ្នឹងកាន់តែរីកដុះឡើងហើយទោះបីជាពួកគាត់បញ្ចេញមតិនៅក្នុងរូបភាពបែបណាក៏ដោយឥឡូវនេះយើងងាកមកមើលស្ថានភាពនៅមុខមន្ទីររដ្ឋសភាយើងឃើញថាអ្វីដែលគួរឲ្យចាប់អារម្មណ៍អ្វីដែលគួរឲ្យយកចិត្តទុកដាក់នោះយើងឃើញថាកន្លងមករាល់បាតកម្មរបស់ប្រជាពលរដ្ឋកុំថាឡើយបាតកម្មសុំដកតំណែងមន្ត្រីណាម្នាក់របស់មន្ត្រីក្នុងរដ្ឋាភិបាលក៏ដូចជាមន្ត្រីក្នុងរដ្ឋសភាសូម្បីតែចំនួនដៃធ្លីដែលប្រជាពលរដ្ឋមានគ្នា10-20នាក់ហ្នឹងក៏ត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញខណ្ឌចំការមនប៉ូលីសទាហាននិង PM ហ្នឹងគឺបាត់ផ្លូវគឺមិនអោយស្រែកឡូឡាអ្វីផ្ដេសផ្ដាសហើយរបងសភាហ្នឹងគឺបាត់2ជាន់ប៉ុន្តែថ្ងៃនេះគឺអត់មានទេគឺបើកចំហលើសពីនេះទៅទៀតថែមទាំងមានមន្ត្រីប៉ូលីសចរាចរណ៍ហ្នឹងជួយសម្រួលចរាចរណ៍ឲ្យថែមទៀតផងដូច្នេះហើយឃើញថាមានការចូលរួមយ៉ាងច្រើនហើយការចូលរួមនេះប្រសិនបើយើងក៏លេចមើលឲ្យស៊ីចម្រៅមែនទែនគឺវាហាក់បីដូចជាកើតឡើងជាប់គ្នាតែម្ដងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅបំពេញបេសកកម្មនៅប្រទេសបារាំងហើយបន្តមកឃើញថាប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងហ្នឹងបាតកម្មទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីតំណែងហ្នឹងយើងឃើញថានៅទីនេះស្រាប់តែមានបាតកម្មទាមទារឲ្យលោកកម្មសខាចុះចេញពីតំណែងដែរដូច្នេះហើយប្រហែលជាយើងមិនអាចពិបាកយល់ទេយើងមានការងាយស្រួលយល់បំផុតគេហៅថាវាជាចំនួននយោបាយវាជាកំផឹងនយោបាយដែលនាំឲ្យមានការគេហៅថាពាក្យខ្មែរនិយាយឲ្យស្រួលស្ដាប់នោះគឺថាសងសឹកផ្នែកនយោបាយសងសឹកផ្នែកការបញ្ចេញមតិអញ្ចឹងយើងនៅតាមដានទាំងអស់គ្នាតទៀតថាតើបាតកម្មនៅព្រឹកនេះនឹងមានការវិវត្តបែបណាហើយប្រសិនបើស្អែកមានខាងចំនួនដៃធ្លីមកធ្វើបាតកម្មហើយថាតើអាជ្ញាធរក្រុងភ្នំពេញក៏ដូចជាមន្ត្រីប៉ូលីស PM មានចំណាត់ការយ៉ាងណានោះយើងនៅតែបន្តការតាមដានទាំងអស់គ្នាឥឡូវនេះងាកមករកពួកគាត់វិញម្ដងគឺបណ្ដាដែលពួកគាត់ទៅសេហ្នឹងដែលថាមានកម្មសខាធ្វើឲ្យខ្មែរគ្មានក្តីសុខហើយបន្តទៀតគឺថាកម្មសខាគឺជាមនុស្សផោតផោកុហកញុះញង់អីអញ្ចឹងគឺបណ្ដាពួកគាត់គឺផ្ដោតលើលោកកម្មសខាតែម្នាក់តែប៉ុណ្ណោះបើយើងនិយាយអំពីស្ថានភាពគណៈបកសង្គ្រោះជាតិយើងឃើញថាបន្ទាប់ពីគណៈបកសិទ្ធិមនុស្សនិងគណៈបកសំរងស៊ីបានរួមបញ្ចូលគ្នាមានលោកកម្មសខាហើយនិងលោកសំស៊ីចាប់ដៃគ្នាឃើញថាមានការគ្រប់គ្រងរហូតដល់មានការឈ្នះឆ្នោតហើយដូច្នេះហើយឃើញថាដោយសារថាមានការលួចសន្លឹកឆ្នោតទេទៅធ្វើឲ្យគណៈបកសង្គ្រោះជាតិបានតែ55កៅអីអញ្ចឹងយើងឃើញថាគណៈបព្វជិជនមានការព្រួយបារម្ភខ្លាំងណាស់ហើយរកគ្រប់មធ្យោបាយទាំងអស់ដើម្បីបំបែករវាងលោកសំស៊ីនិងលោកកម្មសខាហើយនឹងបំបត្តិមាត់លោកកម្មសខាក៏ប៉ុន្តែมันអាចធ្វើបានរហូតមកដល់ម៉ោងនេះហើយដូច្នេះហើយយើងអាចសន្និដ្ឋានបានថាពេលនេះគឺជាគេហៅថាកំផាំងវាផ្ទុះចេញពីបេះដូងរបស់គណៈបព្វជិជនរហូតដល់ពួកគេនៅមិនស្ងៀមគឺនៅមិនទឹកគឺពួកគេរហូតដល់ទៀតសម្រាប់គណៈបកប្រជាជនដែលធ្វើសកម្មភាពប្រឆាំងនឹងគណៈដឹកនាំគណៈបកសង្គ្រោះជាតិជាពិសេសគឺបំបែកនេះតែម្ដងហើយយើងឃើញថាយុទ្ធសាស្ត្រផ្អែមរបស់លោកហ៊ុនសែនជាមួយលោកសំស៊ីដើម្បីបំបែកមកលោកកម្មសខាគឺអត់បានប្រយោជន៍ហើយសកម្មភាពលោកហ៊ុនសែនគម្រាមលោកកម្មសខាថាដកចេញពីអនុប្រធានទី1នៃរដ្ឋសភាកន្លងមកហ្នឹងក៏អត់បានការអីទាំងអស់
ដូច្នេះហើយគឺថ្ងៃនេះគឺព្រឹត្តិការណ៍ធំគឺចេញជារូបភាពដោយបងប្អូនបានឃើញឥឡូវនេះកុំឲ្យខាតពេលសូមបងប្អូនទស្សនាទស្សនវិជ្ជាទូទៅនៅមុខមន្ទីររដ្ឋសភាដោយតទៅបាទសូមជម្រាបហើយប្រជាពលរដ្ឋទូទៅបន្ទើបបាទក៏ព្រមថារយៈពេលកន្លងមកលោកកម្មសភាអនុជាអនុជាអនុជាគណៈបកទទួលជាតិបានដើរឃោសនាជួសញងបំបីចម្បាក់រៀបរយឲ្យឆែកសម្រាប់ជាតិសាសន៍អង្គឲ្យមានអធិរភាពសុខសន្តិភាពជាតិដូច្នេះលោកកម្មសភាមិនមានបាត់ភាពធ្វើជាអនុប្រធានរដ្ឋសភាទេចូលដល់លោកកម្មសភាRồi mìnhระยะเวลาลงมาอาณาจักรธาอนุเทียนรถเทียนหนึ่งเทียนอนุเทียนคณะปะโดยเทียนบางเพื่อการโฆษณาโยนยงไปตกปะเทียนก็เทียนมนุษย์เราเล็กเราวัดการ Dia bongkar naik tu.